ចាជាបឋមនេះខ្ញុំសូមជម្រាបសួរលោកគ្រូនិងខ្ញុំឈ្មោះផាដាវីជាគ្រូសិស្សថ្នាក់កស្ថាពរថ្ងៃនេះនាងខ្ញុំមកសង្ខេបមេរៀនចំណេះដឹងតេស្តភាសានិងគំរូតេស្តភាសាតេស្តភាសាគឺជាតេស្តមួយដែលវាតម្លៃសមត្ថភាពសិស្សក្នុងការទាញយកចំណេះដឹងដែលពួកគេបានសិក្សានៅកម្រិតការអប់រំមូលដ្ឋាននិងសមត្ថភាពក្នុងការប្រើប្រាស់ចំណេះដឹងទាំងនោះនៅក្នុងបរិបទដែលពួកគេមិនធ្លាប់ជួបពីមុនមកទាំងនៅក្នុងនិងនៅក្រៅសាលារៀនហើយចំពោះកម្មវិធីបោះភាសាវិញគឺគេវាតម្លៃសមត្ថភាពសិស្សទៅលើ3មុខវិជ្ជាចាទី1គឺអំណានទី2គណិតវិទ្យានិងទី3វិទ្យាសាស្ត្រហើយភាសាក៏គេមានបំណងតេស្តមួយគឺវាស់វែងសមត្ថភាពសិស្សនៅអាយុ15ឆ្នាំទាំងចំណេះដឹងនិងជំនាញក្នុងមុខវិជ្ជាអំណានគណិតវិទ្យានិងវិទ្យាសាស្ត្រដោយផ្អែកលើស្តង់ដារអន្តរជាតិដោយដែលបានបង្ហាញនៅក្នុងក្របខ័ណ្ឌសមត្ថភាពនៃកម្មវិធីភាសាហើយបំណងតេស្តភាសានេះក៏គេប្រៀបធៀបទៅលើសមត្ថភាពរបស់សិស្សកម្ពុជាជាមួយនឹងកម្រិតសមត្ថភាពអបបរមាក្នុងកម្មវិធីភាសាបណ្ដាប្រទេសសមាជិក OECD និងប្រទេសក្នុងតំបន់ផងដែរចំពោះការវិតម្លៃវិញក្នុងវិតម្លៃរបស់ភាសា D ក្នុងវិតម្លៃរបស់ភាសា D នឹងគេសង្កត់ធ្ងន់លើសមត្ថភាពរបស់សិស្សក្នុងការអនុវត្តចំណេះដឹងនិងជំនាញរបស់ខ្លួនក្នុងជីវិតជាក់ស្ដែងសមត្ថភាពក្នុងការវិភាគផ្ដល់តលហីករនិងប្រស័យតាក់ទងប្រកបដោយប្រសិទ្ធភាពដោយពួកគេត្រូវកំណត់និងបកស្រាយដោះស្រាយបញ្ហាក្នុងស្ថានភាពផ្សេងនិយមន័យនៃពាក្យហ្នឹងមានដូចជាអក្ខរកម្មអំណានចំពោះអក្ខរកម្មអំណានហ្នឹងគឺជាសមត្ថភាពយល់ប្រើប្រាស់ពិចារណាលើអត្ថបទសរសេរដើម្បីសម្រេចបានគោលដៅអភិវឌ្ឍចំណេះដឹងនិងសក្តានុពលរបស់ខ្លួនព្រមទាំងដើម្បីចូលរួមក្នុងសង្គមផងដែរមួយទៀតគឺអក្ខរកម្មគណិតវិទ្យាអក្ខរកម្មគណិតវិទ្យាហ្នឹងគឺជាសមត្ថភាពដែលទាញជារូបមន្តចេះប្រើប្រាស់និងបកស្រាយគណិតវិទ្យាដោយប្រើប្រាស់ទេសនាទាននិងឧបករណ៍ដើម្បីពណ៌នាពន្យល់និងព្យាករណ៍ពីបាតុភូតចេះធ្វើការវិនិច្ឆ័យត្រឹមត្រូវនិងធ្វើការសម្រេចចិត្តជាពលរដ្ឋដែលបានត្រិះរិះពិចារណាមួយទៀតគឺអក្ខរកម្មវិទ្យាសាស្ត្រចំពោះអក្ខរកម្មវិទ្យាសាស្ត្រនេះគឺជាសមត្ថភាពយល់ដឹងពីបញ្ហាវិទ្យាសាស្ត្រនិងគំនិតវិទ្យាសាស្ត្រជាពលរដ្ឋដែលមានការត្រិះរិះពិចារណាដែលអាចយល់ដឹងពីវិធីសាស្ត្រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសមត្ថភាពក្នុងការពន្យល់ពីបាតុភូតវិទ្យាសាស្ត្រវិតម្លៃនិងរៀបចំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រនិងបកស្រាយទិន្នន័យនិងភស្តុតាងវិទ្យាសាស្ត្រហើយភាសាគឺមានភាពខុសគ្នារវាងស្តង់ដារនិងតេស្តភាសាស្តង់ដារនិយមន័យស្តង់ដារតេស្តស្តង់ដារគឺជាប្រភេទតេស្តមួយដែលកូនសិស្សមួយក្រុមត្រូវប្រឡងដើម្បីប្រៀបធៀបជាមួយក្រុមដទៃដែលប្រឡងតេស្តដូចគ្នាចាហើយតេស្តស្តង់ដារហ្នឹងមានអត្ថន័យមួយផ្សេងទៀតដែលលើសពីការធ្វើតេស្តដូចគ្នាសម្រាប់ភាគីពាក់ព័ន្ធគ្រប់គ្នាតេស្តស្តង់ដារត្រូវបានរៀបចំឡើងយោងតាមស្តង់ដារកម្មវិធីសិក្សានៃសាលានិងស្តង់ដាររដ្ឋជាក់លាក់ណាមួយនៅក្នុងភាពខុសគ្នារវាងស្តង់ដារនិងតេស្តភាសាដដែលតេស្តស្តង់ដារនេះគឺតែងតែត្រូវគេអនុវត្តជាញឹកញាប់ក្នុងទីតាំងដែលអាចដាក់អ្នកប្រឡងច្រើនបានដូចជាបន្ទប់កុំព្យូទ័រសាលប្រជុំឬក៏មណ្ឌលប្រឡងតែស្តង់ដារវាស់វែងបំណិន3ធំរួមមានអំណានបែបត្រិះរិះពិចារណាគណិតនិងការសរសេរចាបន្ទាប់នេះខ្ញុំនិយាយអំពីសមាសភាពនៃតេស្តអក្ខរកម្មអំណានអក្ខរកម្មអំណាននេះជាការវិតម្លៃនៃអក្ខរកម្មអំណានភាសាផ្ដោតទៅលើចរិតលក្ខណៈកិច្ចការចម្បង3យ៉ាងដើម្បីធានាការគ្របដណ្ដប់លើផ្នែកដូចជាលំនាំហ្នឹងគឺសំដៅទៅលើវិធីសាស្ត្រតាមបែបពុទ្ធិដែលកំណត់អំពីរបៀបដែលអ្នកអានប្រើប្រាស់ក្នុងអត្ថបទដើម្បីឆ្លើយសំណួរទី2គឺអត្ថបទហ្នឹងសំដៅទៅលើប្រភេទអត្ថបទដែលតម្រូវឲ្យអាននិងទី3គឺស្ថានភាពសំដៅទៅលើបរិបទដ៏ទូលំទូលាយឬក៏គោលបំណងសម្រាប់ការអានក្នុងបំណែកចែកលំនាំគឺមាន3ចំណុចដែរគឺអានព័ត៌មានក្នុងអត្ថបទនិងស្រង់ព័ត៌មានពីអត្ថបទឧទាហរណ៍គឺបញ្ចូលគ្នានិងពន្យល់បកស្រាយឆ្លោះបញ្ចាំងនិងវាយតម្លៃចាហើយអក្ខរកម្មអំណានហ្នឹងក៏ជាប្រភេទអត្ថបទដែរទី1គឺអត្ថបទបែបធុរកិច្ច
ទី2គឺអត្ថបទផ្ទាល់ខ្លួនឬក៏ប្រចាំថ្ងៃមិនត្រូវការមិនផ្លូវការទី3គឺអត្ថបទសិក្សាធិការចំណែកថ្នាក់អត្ថបទចាគេចែកជាចំណែកថ្នាក់អត្ថបទហ្នឹងគឺមាន2ទម្រង់ទៀតគឺទម្រង់បង្ហាញអត្ថបទនិងប្រភពអត្ថបទទម្រង់បង្ហាញអត្ថបទមាន2គឺប្រភេទអត្ថបទបោះពុម្ពលើกระดาษទី2គឺអត្ថបទ digital ហើយប្រភេទប្រភពអត្ថបទវិញគឺជាប្រភេទអត្ថបទសរសេរដោយអ្នកនិពន្ធនិងអត្ថបទស្រង់ពីសារទំនាក់ទំនងនិងបន្តទៀតគឺទម្រង់អត្ថបទប្រភេទទម្រង់អត្ថបទហ្នឹងចែកចេញជា4គឺអត្ថបទជាទម្រង់កថាខណ្ឌអត្ថបទមិនជាទម្រង់កថាខណ្ឌអត្ថបទទម្រង់ចម្រុះនិងអត្ថបទពហុទម្រង់ពាក់ព័ន្ធជាមួយនឹងប្រភេទអត្ថបទបែបពណ៌នានិទានបញ្ចុះបញ្ចូលពិភាក្សាណែនាំនិងឃោសនាចំពោះបំណែកចែកស្ថានភាពវិញគឺចែកចេញជា4ធំដែរគឺទី1បុគ្គលចាទី2គឺប្រភេទសាធារណៈចានិងទី3អប់រំទី4គឺមុខរបរជាបន្ទាប់គឺអក្ខរកម្មគណិតវិទ្យាចំពោះអក្ខរកម្មគណិតវិទ្យាគឺជាការវិភាគតម្លៃអក្ខរកម្មគណិតវិទ្យារបស់កម្មវិធីតេស្តភីសាសំណួរតេស្តគណិតវិទ្យាត្រូវបានបង្កើតឡើងលក្ខណៈសំខាន់3ចារួមមានទី1គឺលំនាំគណិតវិទ្យាលំនាំគណិតវិទ្យានឹងគឺជាពណ៌នាការពណ៌នាពីលំនាំរបស់សិស្សម្នាក់ប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងបរិបត្តិរបស់លំហាត់គណិតវិទ្យានិងដោះស្រាយលំហាត់ព្រមទាំងសមត្ថភាពបង្ហាញលំនាំគណិតវិទ្យាហើយនៅក្នុងលំនាំគណិតវិទ្យាហ្នឹងក៏ចែកចេញជា3ទៀតសំខាន់ទី1គឺការបង្កើតជាលំនាំបញ្ហាគណិតវិទ្យាទី2អនុវត្តក្នុងជីវភាពរស់នៅទី3គឺបកស្រាយនិងវិតម្លៃនៅក្នុងអក្ខរកម្មគណិតវិទ្យាដែរគឺពាក់ព័ន្ធជាមួយនឹងខ្លឹមសារគណិតវិទ្យាខ្លឹមសារគណិតវិទ្យាជាចំណុចគោលដៅជាចំណុចដៅដែលប្រើប្រាស់ក្នុងការវិតម្លៃហើយខ្លឹមសារគណិតវិទ្យាហ្នឹងក៏ចែកចេញជា4ចំណុចផងដែរគឺទី1បរិមាណទី2ភាពមិនច្បាស់និងទិន្នន័យទី3គឺបំរែបំរួលនិងទំនាក់ទំនងទី4លំហនិងទ្រង់ទ្រាយមកដល់អក្ខរកម្មគណិតវិទ្យាដដែលគឺពាក់ព័ន្ធជាមួយនឹងហេតុផលគណិតវិទ្យាហេតុផលគណិតវិទ្យាហ្នឹងដែលមាននៅក្នុងការវិតម្លៃតេស្តភាសាដែលគេចែកចេញមកជា5ចំណុចទៀតគឺទី1គឺអនុមានរួមនិងអនុមានញែកទី2គឺការវិតម្លៃស្ថានភាពទី3ការទាញសេចក្តីសន្និដ្ឋានទី4គឺការកសាងនូវពណ៌នាដំណោះស្រាយទី5ចំណេះក្នុងការយកដំណោះស្រាយទៅអនុវត្តក្នុងជីវិតពិតទី3ពាក់ព័ន្ធជាមួយនឹងអក្ខរកម្មគណិតវិទ្យាដែរគឺពាក់ព័ន្ធជាមួយនឹងបរិបទជាស្ថានភាពដែលសំណួរតេស្តស្ថិតនៅហើយក្នុងបរិបទហ្នឹងគឺគេចែកចេញជា4ទៀតគឺបុគ្គលចាបរិបទបុគ្គលបរិបទសង្គមបរិបទមុខរបរនិងបរិបទវិទ្យាសាស្ត្រដោយគេគិតដល់បំណិនសតវត្សទី21ដូចជាទី1គឺការគិតប្រកបដោយវិចារណញ្ញាណទី2គឺការច្នៃប្រឌិតទី3ការស្រាវជ្រាវនិងការរុករកទី4គឺស្វ័យដឹកនាំគំនិតប្រួយផ្ដើមនិងការមិនបោះបង់ចោលទី5គឺការប្រើប្រាស់ព័ត៌មានទី6ការគិតជាប្រព័ន្ធទី7ការទំនាក់ទំនងនិងការឆ្លុះបញ្ចាំងចាជាបន្តទៀតគឺពាក់ព័ន្ធជាមួយនឹងអក្ខរកម្មវិទ្យាសាស្ត្រអក្ខរកម្មវិទ្យាសាស្ត្រពាក់ព័ន្ធជាមួយដូចជាសមត្ថភាពនេះគឺចែកចេញជា3ចំណុចទី1គឺពន្យល់បាតុភូតតាមបែបវិទ្យាសាស្ត្រទី2គឺបកស្រាយទិន្នន័យនិងភស្តុតាងតាមបែបវិទ្យាសាស្ត្រទី3ការវិតម្លៃនិងរៀបចំការរុករកព័ត៌មានតាមបែបវិទ្យាសាស្ត្រនៅក្នុងអក្ខរកម្មវិទ្យាសាស្ត្រដែរពាក់ព័ន្ធជាមួយនឹងអិរិយាបថម្ដងអិរិយាបថនោះគឺគេបែងចែកជា3ចំណុចទី1គឺការចាប់អារម្មណ៍ក្នុងវិទ្យាសាស្ត្រទី2គឺការឲ្យតម្លៃវិធីសាស្ត្របែបវិទ្យាសាស្ត្រក្នុងការរុករកព័ត៌មានទី3គឺការយល់ដឹងពីបញ្ហាបរិស្ថានបន្តទៀតគឺពាក់ព័ន្ធជាមួយនឹងបរិបទម្ដងបរិបទនៅក្នុងវិទ្យាសាស្ត្រហ្នឹងអក្ខរកម្មវិទ្យាសាស្ត្រគឺតម្រូវឲ្យមានភស្តុតាងនៃគុណសម្បត្តិនិងចំណេះដឹងក្នុងបរិបទដូចជាសុខភាពធនធានធម្មជាតិបរិស្ថានគ្រោះថ្នាក់និងព្រំដែនរវាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហើយនៅក្នុងបរិបទវិទ្យាសាស្ត្រអក្ខរកម្មវិទ្យាសាស្ត្រហ្នឹងគឺចែកចេញជា3ចំណុចដែរទី1គឺកម្រិតបុគ្គលទី2កម្រិតតំបន់កម្រិតជាតិទី3គឺកម្រិតសកលចាតាមមួយទៀតគឺពាក់ព័ន្ធជាមួយនឹងអក្ខរកម្មវិទ្យាសាស្ត្រដែរពាក់ព័ន្ធជាមួយនឹងចំណេះដឹងនៅក្នុងនេះគឺគេសំដៅទៅលើការយល់ដឹងពីភាពពិតបញ្ញត្តិនិងទ្រឹស្ដីសំខាន់ដែលមានទម្រង់ជាមូលដ្ឋានគ្រឹះចំណេះដឹងវិទ្យាសាស្ត្រហើយនៅក្នុងចំណេះដឹងនេះគឺគេចែកចេញជា2គឺទី1ចំណេះដឹងលើខ្លឹមសារ
ចំណេះដឹងនៃខ្លឹមសារវិទ្យាសាស្ត្រទី2គឺចំណេះដឹងពីរបៀបនៃការធ្វើអ្វីមួយដូចជាចំណេះដឹងនៃវិទ្យាសាស្ត្រចម្រុះនឹងការអនុវត្តដែលត្រូវបានយកមកប្រើដើម្បីកសាងចំណេះដឹងបែបវិទ្យាសាស្ត្រនិងដំណើរការស្តង់ដារបន្តទៀតគឺចំណេះដឹងដែលតាក់ទងទៅនឹងទ្រឹស្ដីចំណេះដឹងនៃជំនឿរបស់មនុស្សក្នុងវិទ្យាសាស្ត្រត្រូវបានបកស្រាយដោយផ្អែកលើការយល់ពីទូនីតិនៃការអនុវត្តបែបវិទ្យាសាស្ត្រការប្រាប់បកស្រាយហេតុផលនិងពន្យល់នៃពាក្យគន្លឹះដូចជាទ្រឹស្ដីសមត្ថកម្មនិងការអង្កេតចាអញ្ចឹងចំណុចរបស់ខ្ញុំដែលបានសង្ខេបនៅក្នុងចំណុចការស្តង់ដារតេស្ត PISA គឺសូមបញ្ចប់ចាសូមអរគុណ